bà phong mang ôn tia nơi khẳng khởi non nhom ní dương vậy thập tia chia một phết tia chơi cho bàn tay cho nói đại cha bà rõm bị xe nó cứ tụm hôm đây cứ đập pin mát cả lá tờ tấn bàn đôi rồi hô tờ đó sai sập bầm bậy mát phong mang ôn hai chùm po ai tia ní vĩnh cứ lôi mình tên đời xa cho nằng phơi bê tông mế tụm hôm rồi hô tờ đó đập làm mát hai ti tang này tia ọt bà bạ rồi cứ nơi khẳng khởi vật liệt tay mà đònបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឋានណាដោយពុកម៉ែបងប្អូនបានស្ដាប់នៅខាងដើមនៃវីដេអូដែលខ្ញុំបានធ្វើបទបង្ហាញប្រាប់ពុកម៉ែបងប្អូនអញ្ចឹងដីទំហំតតឹង12ម៉ែត្រកន្លះគុណនឹងបណ្ដោយរហូតដល់48ម៉ែត្រដីនឹងផ្ទះនេះគឺបែរមុខទៅទិសខាងជើងហើយចំពោះឯផ្ទះនៅខាងក្រោយខ្នងខ្ញុំនេះគឺមានទំហំតតឹង6ម៉ែត្រគុណនឹងបណ្ដោយ8ម៉ែត្រហើយចំពោះសាច់ដីនៅខាងមុខនេះដោយពុកម៉ែបងប្អូនបានមើលឃើញហើយគឺគាត់រៀបចំចាក់បេតុងសឹងនឹងពេញសាច់ដីផងដែរបាទបន្តមកទៀតពុកម៉ែបងប្អូនអញ្ជើញមកតាមខ្ញុំមកគឺខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជានៅខាងក្រោយដីចំពោះឯដីផ្ទះនេះវិញគឺគាត់មានធ្វើជាកូនឃ្លាំងមួយសម្រាប់គាត់ទុកដាក់អីវ៉ាន់ព្រោះដោយសារម្ចាស់គាត់គឺជាអ្នកម៉ៅការសំណង់អញ្ចឹងគាត់មានឃ្លាំងមួយសម្រាប់គាត់ទុកដាក់អីវ៉ាន់ហើយចំពោះកូនឃ្លាំងរបស់គាត់នេះគឺមានទំហំតតឹង4ម៉ែត្រគុណនឹងបណ្ដោយ6ម៉ែត្រហើយបន្ទាប់មកយើងនឹងឃើញមានដីឃ្លាំងហ្នឹងគាត់បានចាក់លបងបន្ថែមទៀតទៅខាងក្រោយហើយចំពោះឯដីឃ្លាំងដែលចាក់លបងទៅខាងក្រោយហ្នឹងតតឹងខាងមុខ4ម៉ែត្រដូចគ្នាហើយបណ្ដោយរហូតដល់26ម៉ែត្រផងដែរហើយចំពោះឯដីនេះដោយពុកម៉ែបងប្អូនបានមើលឃើញហើយថាគឺខ្ពស់ហើយស្រាប់ល្អសម្រាប់ការរស់នៅមិនថាគឺការធ្វើជាគេអដ្ឋានមិនថាការបើកជាឃ្លាំងរស់ស៊ីឬក៏សម្រាប់តម្រូវការអភិវឌ្ឍធ្វើអ្វីទេពុកម៉ែបងប្អូនមកមើលដីនេះអត់ខុសទេព្រោះដោយសារជាប់នឹងផ្លូវបេតុងមេទំហំរហូតដល់15ម៉ែត្រពិសេសយើងគិតពីវត្តភ្នៀតមកដល់ទីតាំងនៃដីនេះគឺត្រឹមតែ1គីឡូកន្លះតែប៉ុណ្ណោះដែលស្ថិតនៅក្នុងភូមិស្នោខាងកើតសង្កាត់ស្នោខណ្ឌកំពតផងដែរអញ្ចឹងហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទដែលមានលេខនៅខាងលើក៏បានដូចគ្នាផងដែរ